រដូវវស្សាឈានមកដល់ហើយប៉ុន្តែតំបន់ខ្លះក៏មានទឹកដើម្បីធ្វើស្រែប៉ុន្តែតំបន់ខ្លះទៀតក៏មិនទាន់មានទឹកដើម្បីធ្វើស្រែដូចគ្នាបងប្អូនទាំងគ្នាសួស្តីបងប្អូនទាំងគ្នានេះគឺជាទស្សនវិជ្ជានៃការចាប់ផ្ដើមធ្វើស្រែម្ដងទៀតនៅក្នុងដើមរដូវវស្សានេះទស្សនវិជ្ជានេះខ្ញុំថតចេញពីស្រុកអង្គរបូរីខេត្តតាកែវដោយសារតំបន់នេះគឺចាប់ផ្ដើមមានទឹកដើម្បីភ្ជួររាស់ក៏ដូចជាព្រួសស្រូវហើយប៉ុន្តែដោយឡែកនៅតំបន់ផ្សេងទៀតក៏មិនទាន់មានទេហើយទស្សនវិជ្ជានេះខ្ញុំថតមកជំនាហួសផ្សារជ្រែបន្តិចបងប្អូនទាំងអស់គ្នាចាប់ផ្ដើមបងប្អូនយើងគាត់ព្រួសស្រូវបដាហើយកន្លែងដីខ្លះក៏ព្រួសឲ្យឡើងខៀវអញ្ចឹងទៅដោះឡើងខៀវកន្លែងខ្លះក៏ចាប់ផ្ដើមព្រួសកន្លែងខ្លះក៏មិនទាន់បានព្រួសប៉ុន្តែទីតាំងមួយនេះគឺចាប់ផ្ដើមធ្វើបានហើយដោយសារវាចាប់ផ្ដើមមានទឹកអញ្ចឹងណាដោយឡែកក៏លេខទៅមើលខាងស្រុកព្រៃកបាស់មកជំនាស្រុកប្រពន្ធខ្ញុំគឺអត់ទាន់មានទឹកដើម្បីធ្វើស្រែទេសំបីតែភ្ជួរដីផ្ដួលដីដាស់ដីហ្នឹងគឺក៏ចង់ចាប់ដែរដោយសារដីវារឹងពេកអត់ទាន់មានទឹកអត់ទាន់មានភ្លៀងអញ្ចឹងណាអ្នកទាំងអស់គ្នាប៉ុន្តែអធិស្ឋានក៏ខ្ញុំបានថតវីដេអូដើម្បីបញ្ចូលនៅក្នុងនឹងឲ្យបងប្អូនបានទស្សនានៅទស្សនវិជ្ជាដែលដីប្រេះក៏ហែងហ្នឹងទេនេះខ្ញុំថតបានតែទីតាំងដែលបងប្អូនយើងចាប់ផ្ដើមព្រួសស្រូវបដាអញ្ចឹងណាដូចដីនេះអញ្ចឹងគឺចាប់ផ្ដើមដោះខៀវហើយដល់ឡែកកន្លែងផ្សេងទៀតដីផ្សេងទៀតក៏មិនទាន់ដោះខៀវទេកន្លែងខ្លះក៏មិនទាន់បានព្រួសដែរអញ្ចឹងមិនថានៅក្នុងខេត្តជាមួយគ្នាទេឬខេត្តផ្សេងគ្នាទេតែតំបន់ខុសគ្នាគឺការបង្កប្រកាន់ផលគឺផ្សេងគ្នាវាមានតាមដំណាក់កាលតាមតំបន់នីមួយអញ្ចឹងណាដោយឡែកនៅតំបន់នេះគឺគេចាប់ផ្ដើមធ្វើបដាហើយភាគច្រើនគឺព្រួសចាប់ផ្ដើមដោះខៀវហើយកន្លែងខ្លះក៏ចាប់ផ្ដើមព្រួសអញ្ចឹងទៅនេះសាបងប្អូនយើងនេះដូចមុនឃើញនេះបងប្អូនយើងគាត់មកបហូរទឹកស្រែបហូរអីគាត់អញ្ចឹងទៅហើយសម្រាប់កន្លែងខ្លះទៀតក៏វាមានទឹកច្រើនដែរបើហួសទៅខាងដូចជាចិត្តដល់ភ្នំដាភ្នំបរិយអីអាហ្នឹងគេមានបលាយមានព្រែកគេសម្រាប់បូមអញ្ចឹងណាអាហ្នឹងដោយឡែកនៅតំបន់នេះដូចជាមិនសូវឃើញមានព្រែកមានបលាយអូយសម្រាប់បូមទឹកច្រើនប្រហែលទេឃើញតែមានមួយដូចជានៅចិត្តផ្ទះខាងមុខនោះប៉ុន្តែឬក៏ទៅមុខទៀតវាមានអាហ្នឹងយើងមិនឃើញក៏ខ្ញុំមិនដឹងដែរអធិស្ឋានផងហើយវីដេអូហ្នឹងក៏មានតែប៉ុណ្្នឹងដែរអរគុណអ្នកទាំងអស់គ្នាសម្រាប់ការទស្សនាវីដេអូមួយហ្នឹងហើយសង្ឃឹមថាតំបន់ណាដែលអត់ទាន់មានភ្លៀងនឹងចាប់ផ្ដើមមានភ្លៀងធ្លាក់ដើម្បីឲ្យបងប្អូនយើងចាប់ផ្ដើមបង្កប្រកាន់ផល